បាទជេស្តាមហាផលជ័យបារមីស្វាយខ្សាច់ភ្នំកំពុងចាំស្រីសន្ធោកឯស្ថានពណ៌ខៀវខ្សែទឹកខាងក្នុងចាញ់បងកំសែងសូរិយាតេជោសែនជ័យមុខកពូលយើងខេត្តកណ្ដាលឥឡូវកំពុងចាញ់បងហើយបាទសម្រាប់ការអ៊ំម៉ាណាំងបាទលេខ241 42ត្រូវបាទលបឿនដូចជាឥឡូវដកអីជេស្តាមហាផលជ័យបារមីស្វាយខ្សាច់ភ្នំដកស្វាយខ្សាច់ភ្នំបាទកំពុងតែដកខាងភូមិចាមបាទដកឡើងដកហើយបាទ2ខ្ទង់3ខ្ទង់4ខ្ទង់ឲ្យលឿនណាពេលមកដល់មុខវេទិកាបាទព្រះលាជ័យនេះគឺគាត់ដកយកជ័យជំនះតែម្ដងសម្រាប់ខេត្តទឹកក្នុងបាទជាមួយគ្នានេះគណៈកម្មការទូកខេត្តបាត់ដំបងសូមថ្លែងអំណរតីបារមីស្រីខំម៉ៅបាទមកពីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលខ្សែទឹកខាងក្រៅដេកជេស្ដាបាទសំទោសបាទផនសែនជ័យបារមីស្រីស្រស់ចម្ប៉ាមហាឆ្លាមបាទអញ្ចឹង39បាទទទួលបានជ័យជំនះចំណែកគូបន្តទៀតនេះ121គូទី121ខ្សែទឹកខាងក្នុងកន្សែងសូរិយាតេជោសែនជ័យបាទខ្សែទឹកខាងក្រៅជេស្ដាមហាផលជ័យបារមីស្វាយខ្សាច់ភ្នំបាទខ្សែទឹកខាងក្រៅជេស្ដាមហាផលជ័យបារមីស្វាយខ្សាច់ភ្នំជាអ្នកទទួលបានជ័យជំនះមកពីខេត្តកំពង់ចាមបាទចំណែកឯគូទី122នេះគឺមានតែអាគីណេតសែនជ័យបាទមកពីខាងខេត្តត្បូងឃ្មុំបាទដែលឈរជើងហើយបន្ទាប់ពីគូនេះគឺគូពិសេសបាទគូពិសេសទឹកខាងក្នុងបាទគឺកន្សែងសូរិយាតេជោសែនជ័យរបស់ខេត្តកណ្ដាលរកាកោងមុខកពួលបាទហើយគឺបាទទូបានមកតែងទេបាទហើយមកគូ110 111បានកន្លងផុតទៅហើយមិនបានដល់ទីប្រត់រៀងខ្លួនហើយបាទឥឡូវនេះកំពុងតែបាទផុតកងចិត្តដល់កងពន្ធទី2នេះបាទកំពុងតែបោះពួយមកទៀតហើយនៅបហាក់ហែលគ្នាបាទនៅបហាក់ហែលគ្នាដាំបសងគ្នាឃើញល្អមែនទែនបាទឃើញចុងច្បានោះសោព្រាតតែហ្មងបាទគឺស្រស់គ្នាល្អណាស់គួរឲ្យចាប់អារម្មណ៍នឹងអង្គុយគុណមែនទែនហែងសូរិយាតេជោសែនជ័យបាទតាមគាត់នៅខ្សែទឹកខាងក្រៅខ្សែសូរិយាតេជោសែនជ័យបាទខ្សែសូរិយាមកតែឯងគូប្រកួតបាទមិនជាមួយទេបាទគាត់មកតែឯងទេអញ្ចឹងជូនលទ្ធផលទៅគាត់តែម្ដងទៅបាទជូនលទ្ធផលទៅគាត់ចុះបាទឈ្នះមួយជើងទៀតបាទឈ្នះមួយជើងទៀតបាទគូទី110ក៏ចិត្តមកដល់កងពន្ធទី2ដែរបាទខ្សែទឹកខាងក្នុងបាទព្រះនេតិបហនុមានសែនជ័យបាទរបស់ខេត្តកណ្ដាលចំណែកខ្សែទឹកខាងក្រៅសម្បូរសែនជ័យបារមីគង់គៀស្ទឹងបាទលឿនណាស់ខាងក្នុងប្រេះចា LXO ដេជោចាជាស្រីដេជោសែនជ័យរបស់ខេត្តកណ្ដាលចាគឺកំពុងតែបានមកដល់ទីមុនហើយចាដែលបានយកឈ្នះចាពី23នេះគូ113វិញចាគឺនាគគិរីពោសែនទីនេះបាទគឺបាទ113បាទគូទី113បាទខ្សែទឹកខាងក្នុងកន្សែងសូរិយាតេជោសែនជ័យបាទមកពីមុខកំពូលខេត្តកណ្ដាលខ្សែទឹកខាងក្រៅបាទនាគរាជពូសែនជ័យបាទរបស់ខណ្ឌពូសែនជ័យរាជធានីភ្នំពេញបាទអញ្ចឹងយើងឃើញថាគូទាំងពីរនេះក៏ប្រហាក់ប្រហែលគ្នាដែរឥឡូវនេះចាប់យកកងពន្ធទី2ហើយកំពុងសម្ដៅមកទីប្រត់ប៉ុន្តែគាត់នៅខ្សែទឹកខាងក្រៅទាំងពីរបាទខ្សែទឹកខាងក្រៅទាំងពីរទេយើងនៅតែមើលថាបើគាត់នៅខាងក្នុងគឺតួគាត់ចេញក្រៅក៏យើងនៅតែថាខាងក្នុងឲ្យគាត់ចោះបាទអញ្ចឹងគឺខ្សែទឹកខាងក្រៅនាគរាជពូសែនជ័យចំណែកខ្សែទឹកខាងក្នុងកន្សែងសូរិយាតេជោសែនជ័យឃើញថាខ្សែទឹកខាងក្រៅដកខ្លួនបន្តិចបន្ទូចពីគូប្រកួតបាទខាងក្នុងកំពុងតាមមានព្រៀបជាងបាទខាងក្នុងកំពុងតាមក៏បន្ថែមបាទកន្សែងសូរិយាតេជោសែនជ័យកំពុងតាមទាន់ឬក៏អត់បាទកាន់តែគឺអាចទាន់ចិត្តទីប្រត់បាទនេះបង្កើតលើបន្ថែមទៀតហើយក្បាលទឹមបាទទឹមបាទចង់បានតិចបាទសូមជូនទៅខាងមន្ត្រីបច្ចេកទេសបាទ